Bonjour បាទជំរាបសួរអឺខ្ញុំសូមបន្តវីដេអូមេរៀនមួយតពីវីដេអូលើកមុនដែលយើងនិយាយអំពី préposition et locution prépositive មេរៀនមួយដែលនិយាយអំពីធ្នាក់ឬក៏កន្សោមពាក្យមានធ្នាក់ហើយនិងអត្ថន័យរបស់វានៅក្នុងនេះខ្ញុំលើកយកអំពីការប្រៀបធៀប comparison ហើយក្នុងនោះគឺយើងអាចប្រើប្រាស់ពាក្យឬក៏កន្សោមពាក្យមួយចំនួនដែលសម្រាប់ប្រៀបធៀបបាទឧទាហរណ៍ថា auprès de comparé à en face de par rapport à vis-à-vis de exemple le livre de Dupont est sans intérêt auprès de en face de vis-à-vis de comparé à par rapport à celui de Durand ដែលមានន័យថាយើងប្រើជារួមសៀវភៅរបស់លោកឌុយប៉ុងហ្នឹងគឺអត់មានការចាប់អារម្មណ៍អត់មានគេចូលចិត្តអត់មានការចាប់អារម្មណ៍បើធៀបជាមួយនឹងសៀវភៅរបស់លោកឌុយរ៉ង់អញ្ចឹងពាក្យទាំងអស់ហ្នឹង auprès de en face de vis-à-vis de comparé à par rapport à គឺធៀបទៅនឹងបាទប្រៀបធៀបទៅនឹងអីមួយទៀតគឺយើងត្រូវយល់ពាក្យ celui de គឺជា pronom បាទជា pronom demonstrative សព្វនាមចង្អុលដែលជាកម្មសិទ្ធិរបស់នរណាម្នាក់ណាអញ្ចឹងសៀវភៅរបស់លោកឌីប៉ុងអត់សូវមានគេចាប់អារម្មណ៍ឬក៏អត់មានការចាប់អារម្មណ៍ដោយសៀវភៅរបស់លោកឌីរ៉ង់ទេបាទអត្ថន័យគឺអញ្ចឹងចំណុចទី2គឺយើងមានឃើញធ្នាក់ a de avec sans ប៉ុន្តែយើងប្រើប្រាស់វានៅក្នុងការពិពណ៌នាឬក៏និយាយអំពី mania គឺ comment របៀបណាធ្វើអ្វីមួយដោយរបៀបណាធ្វើយ៉ាងម៉េចដោយវិធីណាដោយរបៀបណា exemple il parle à voix basse d'un ton sec avec animation sans conviction ជិះមានថាគាត់និយាយជាមួយនឹងសំឡេងទាប voix basse មានថាសំឡេងខ្សោយសំឡេងទាបណា dans ton sex នេះមានថាអាចទៅជាបើសិនជារូបរាងកាយវិញណា sex មានថាស្ងួតល្អចឹងមកអញ្ចឹងdans ton sex អាចថាសំឡេងទាបណាខ្សោ avec animation ជាមួយនឹងកាយវិការ sans conviction អូខេដោយឡែកអញ្ចឹងយើងអាចប្រើប្រាស់ពាក្យទាំងអស់ហ្នឹងបានឧទាហរណ៍ថា je suis à pied មានថា je vais à l'école à pied ខ្ញុំទៅសាលាដោយដើរ à vélo ដោយជិះកង់ en train អូខេ en avion ដោយជិះរថភ្លើងជិះយន្តហោះចឹងមកអូខេ avec អូខេជាមួយនរណា sans ដោយគ្មានអីមួយចឹងមកអូខេចំណុចទី2 de ហើយនឹង on ជាធ្នាក់អូខេដែរយើងនិយមប្រើដែរប៉ុន្តែ matière គឺបង្ហាញអំពីវត្ថុធាតុដើមដែលយើងធ្វើពីអីមួយទៅថា un verre de cristal មានថាកែវ crystal un robe en laine plus fréquent សំពត់សំទោស robe មួយដែលធ្វើពីសាច់ក្រណាត់ laine ណាវាអញ្ចឹងគេនិយាយអំពីវត្ថុធាតុដើមធាតុផ្សំវាមកពីអីបាទហ្នឹងគេថា matière ណាប្រយ័ត្នច្រឡំពាក្យ matière មួយទៀតគឺមុខវិជ្ជាផ្សេងនៅសាលារៀនចឹងមកវិញអូខេ ensuite moyenne និង mania បើសិនយើងមើលមកផ្លែគឺថាស្តៀងនេះប៉ុន្តែmania ដែលរបៀបណា moyenne គឺជាមធ្យោបាយវិញបាទអញ្ចឹងវាសង្កត់ថាស្តៀងគ្នាមើលទៅឧទាហរណ៍ថា je suis à pied មានថាខ្ញុំធ្វើដំណើរដោយដើរជាមធ្យោបាយមួយអញ្ចឹង moyenne កន្លែងនេះគឺយើងមានធ្នាក់ pas en avec sans au moyenne de ចូលឧទាហរណ៍ថា il est venu en avion មានថាគាត់មកទីនេះដោយជិះយន្តហោះ il tient sa fille par le bras មានថាគាត់មើលកូនគាត់ឬកាន់កូនគាត់ឃ្លាំកូនគាត់មានថាការពារក្នុងន័យមួយថាគាត់ដើរបញ្ជ្រាបនៅក្នុងមនុស្សច្រើនទៅ il tient sa fille par le bras មានថាគាត់មើលកូនឬយើងនិយាយស្ដាប់ថាកាន់ដៃណាកាន់ដៃកូនវាខ្លាចបាត់ខ្លាចអីចឹងមកខ្លាចវង្វេងខ្លាចអីចឹងមក il écrit avec un stylo មានថាគាត់សរសេរដោយប្រើប៊ិច il chante sans micro គាត់ច្រៀងដោយមិនចាំបាច់ប្រើមីក្រូហ្វូននេះទេ ensuite il a réparé le sac au moyen d'un pot de colle មានថាគាត់ជួសជុលឬក៏វា réparé មានថាជួសជុលចឹងហើយកតាបឬក៏សាក់ហ្នឹងគឺសំដៅទៅលើកតាបណាកតាប
vì ai ta kitab Besakado Sakamang kitab Spi kitab Vua Đàiចឹងមកឬក៏កាបូបយួរដៃចឹងមកណាអូមួយយ៉ាងដល់ពុទ្ធកលដោយប្រើប្រាស់កាវកលហ្នឹងគឺកាវតិចតួចអញ្ចឹងមានថាគាត់អាចបិទគាត់អាចភ្ជាប់អីចឹងមកអត្ថន័យរបស់វាណាមួយយ៉ាងគឺបែបហ្នឹងធ្វើអ្វីមួយដោយអីដោយប្រើមធ្យោបាយឲ្យគេដោយដើរដោយកាន់ដៃដោយប្រើប៊ិចដោយមិនចាំបាច់មានមីក្រូហ្វូនណាដោយប្រើតែកាវបន្តិចទេឧទាហរណ៍ចំណុចបន្ទាប់គឺ opposition មានថាការផ្ទុយភាពផ្ទុយគ្នា contre ប្រឆាំងទៅនឹងអីមួយle peuple a voté contre le président sortant មានថាប្រជាជននោះគាត់បោះឆ្នោតប្រឆាំងអូខេប្រធានាធិបតីឲ្យចុះចេញពីតំណែងប្រឆាំងណាបោះឆ្នោតប្រឆាំងចំណុចបន្ទាប់ទៀតគឺយើងនិយាយអំពីprix ទៅនឹងតម្លៃណាប៉ុន្តែយើងអាចមានធៀបឬក៏ financier តម្លៃត្រង់តែម្ដងឧទាហរណ៍ថា A2 pour អូខេខ្ញុំឧទាហរណ៍យកតែម្ដង des oranges à 4 euros le kilo មានថាក្រូច1គីឡូដែលមានតម្លៃ4អឺរ៉ូអត្ថន័យវាណា des oranges à 4 euros le kilo ក្រូចអូខេ1គីឡូដែលមានតម្លៃ4អឺរ៉ូune robe de 80 euros robe មួយណា robe មួយដែលមានតម្លៃ80អឺរ៉ូ il a eu sa maison pour OK 200,000 euros គាត់ទទួលបានផ្ទះគាត់ដែលមានតម្លៃរហូតដល់ទៅ200,000 euros បាទអត្ថន័យគឺបែបហ្នឹងដល់ហើយយើងមើល figure មានថាន័យធៀបណាវាធៀបទៅនឹងអីមួយឧទាហរណ៍ថា il a obtenu ce qu'il voulait moyennant quelques promesses មានថាគាត់បានទទួលនៅអ្វីដែលគាត់ចង់បានណាដោយការផ្លាស់សំទោសដោយការដោះដូរណាដោយសារការដោះដូរជាមួយនឹងការសន្យាមួយចំនួនកិច្ចសន្យាមួយចំនួន promise ការសន្យាឬកិច្ចសន្យាមួយចំនួនទៅបាទដោយឡែកចំណុចបន្ទាប់គេថា il a gardé ce travail au prix de sa santé គាត់បានរក្សាការងាររបស់គាត់ដែល au prix de មានថា au risque de sa santé គាត់បានធ្វើការងារហ្នឹងឬក៏គាត់បានរក្សាការងារហ្នឹងមែនប៉ុន្តែសុខភាពគាត់គឺនឹងប្រឈមនឹងការលំបាកណាអត្ថន័យនេះគឺអញ្ចឹងមានថាយើងបានអីមួយដោះដូរជាមួយនឹងអីមួយធៀបទៅនឹងអីមួយធ្វើទៅបាត់តែគាត់រក្សាបានការងារហ្នឹងប៉ុន្តែសុខភាពគាត់នឹងទ្រុឌទ្រោមនឹងលំបាកអីចឹងមកនៃណាអូខេបន្ទាប់ទៀត il a plongé au risque de se noyer aussi មានថាគាត់ជ្រមុជទឹកហើយជាមួយនឹងការជ្រមុជទឹកនោះគាត់ប្រឈមនឹងគ្រោះថ្នាក់ដោយលងខ្លួនគាត់ដែរសើនៅយើងមានថាលងមានថាគាត់ជ្រមុជទឹកទៅប៉ុន្តែគាត់ក៏ប្រឈមនឹងការលងទឹកដែរអត្ថន័យមួយទៀតគឺ il a sauvé au péril de sa vie គាត់បានសង្គ្រោះL apostrophe នេះអាចថាជាមនុស្សប្រុសឬក៏មនុស្សស្រីណាអាចថាគាត់សង្គ្រោះមនុស្សម្នាក់អូខេដែលប្រឈមទៅនឹងការបាត់បង់ជីវិតផ្ទាល់ខ្លួនមកថាជួយសង្គ្រោះគេដែលមិនគិតពីជីវិតផ្ទាល់ខ្លួនណាក្នុងន័យហ្នឹងអត្ថន័យវាអូខេចំណុចបន្ទាប់ remplacement មានថាការជំនួស au lieu de à la place de អូខេសូមមើលការបញ្យល់ជាឧទាហរណ៍ je voudrais un café à la place d'un thé ខ្ញុំចង់បានកាហ្វេអូខេខ្ញុំអត់ចង់បានតែខ្ញុំចង់ផឹកកាហ្វេជាជាងផឹកតែអត្ថន័យគឺអញ្ចឹងដូចយើងថា I prefer អូខេ coffee to tea អញ្ចឹងយើងកន្លែងនេះយើងនិយាយថា je préfère អូខេអាចនិយាយថា le café អូខេ au thé ក៏បានដែរមួយទៀត tu aurais mieux fait de te taire au lieu de tout raconter មានថាយល់ល្អអ្នកឯងគួរតែរក្សាភាពស្ងៀមស្ងាត់សើតែមានថានៅបិទមាត់ឲ្យចិត្តនៅស្ងៀមណា au lieu de tout raconter ជាងការនិយាយរៀបរាប់ទាំងអស់បាទអញ្ចឹងគឺ remplacement ណាជំនួសឲ្យចំណុចបន្ទាប់គឺ restriction មានថា restriction មានថាការកំណត់បាទយើងពិបាកប្រែណាយើងធ្លាប់តែរៀនអំពីកិច្ចសព្ទឬក៏វេយ្យាករណ៍បារាំងគេមានពាក្យ ne que restriction មានថាតែមួយអញ្ចឹងយើងមើលឧទាហរណ៍ជាក់ស្ដែងចុះយើងមានពាក្យ malgré en dépit de littéraire មានថា il s'est levé malgré sa fièvre មានថាក្នុងនេះមានថាទោះបីជាគាត់មានជំងឺក្តៅខ្លួនមែនគាត់ក្តៅខ្លួនមែនតែគាត់ព្យាយាមក្រោក
នៃហ្នឹងគឺអញ្ចឹងណាrestriction malgré កន្លែងហ្នឹងគឺចង់និយាយថាបើជាទូទៅគាត់គួរតែគេងហើយពីព្រោះគាត់ក្តៅខ្លួនមិនបាច់ចឹងក្រោកទេប៉ុន្តែនៃនេះគឺគាត់អូខេទោះបីជាគាត់ក្តៅខ្លួនក៏ដោយប៉ុន្តែគាត់នៅតែក្រោកចឹងអាចថាជាការធ្វើផ្ទុយណា il s'agit pardon il a agi en dépit de mes conseils មានថាគាត់ធ្វើអ្វីមួយដែលផ្ទុយពីដំបូន្មានរបស់ខ្ញុំ au dépit de ណាបាទយើងមើល soustraction មានថាករណីលើកលែងតែមួយណាយើងមានថា exceptionnel excepté hormis sauf à l'exception de à l'exclusion de en dehors de ឧទាហរណ៍ថា je n'aime personne excepté sauf à l'exception de ou en dehors de ma mère មានថាខ្ញុំស្រឡាញ់តែមានថាខ្ញុំស្រឡាញ់តែម្ដាយរបស់គាត់ទេក្រៅពីហ្នឹងគឺគាត់អត់ស្រឡាញ់សោះ je n'aime personne មានថា ne personne ណាមានថា I like no one ណាមានថាខ្ញុំអត់ចូលចិត្តនរណាសោះលើកលែងតែម្ដាយរបស់ខ្ញុំទេមានថាស្រឡាញ់តែម្ដាយគាត់មួយគត់បាទខាងក្រោមនេះ il mange de tout sauf de la viande មានថាគាត់ញ៉ាំទាំងអស់លើកលែងតែសាច់ទេគាត់អត់ញ៉ាំអញ្ចឹងក្នុងន័យនេះ soustraction មានថាករណីលើកលែងមួយបាទលើកលែងតែអូខេអញ្ចឹងមេរៀនថ្ងៃនេះគឺក្នុងវីដេអូនេះគឺប៉ុណ្ណឹងសង្ឃឹមថាអ្នកទាំងនេះទទួលបានចំណេះដឹងបាទបន្ថែមបាទសម្រាប់ដែលអ្នកដែលគាត់មិនធ្លាប់បានឃើញអាចថាជាចំណេះដឹងថ្មីមួយសម្រាប់អ្នកដែលគាត់បានដឹងហើយគ្រាន់ជាការមើលឡើងវិញរំលឹកលេងតែប៉ុណ្ណោះបាទអូខេអរគុណហើយយើងជួបគ្នាវីដេអូក្រោយណាអូខេ